សួស្តីបងប្អូនទាំងអស់គ្នាបាទនេះវីដេអូថ្មីបាទខានចេញវីដេអូយូរបាទថ្ងៃនេះសូមមកបើកប្រអប់បាទ laptop មួយគ្រឿងនេះ Asus ZenBook បាទនេះលេខកូដបងប្អូនបាទ UX 3405C បាទពណ៌ពណ៌អត់ច្បាស់ចាំមើលខ្ញុំមើល spec សិនព្រោះខ្ញុំ voice over បាទ spec ZenBook នេះគឺជាប្រភេទ laptop ដែល slim ស្រាលហើយកាន់ថ្មនេះ spec វាបងប្អូនបាទពណ៌វា powder blue បាទអេក្រង់14 inch OLED បាទ WQ អី CPU Ultra 9 285H SSD 1តេបងប្អូន M2 RAM 16GB បាទ Wi-Fi 7 បាទមាន USB 3.2A មាន Type C Bluetooth អីចឹងណាហើយ Windows មកជាមួយម៉ាស៊ីនគឺ Windows 11 Home License keyboard បាទអង់គ្លេសបាទ International មានភ្លើងនៅក្រោម key បាទមិនមែននៅតាមក្រប key ណាបងប្អូនថ្ម4 cell បាទ75 W ម៉ោងបាទឥឡូវយើងបើកប្រអប់បាទណែឃើញស្កុតស៊ីនរបស់ក្រុមហ៊ុនណាបាទបាទឥឡូវយើងយករបិទមកជាបន្តិចមកបាទ laptop នេះបើបងប្អូនយកទៅរៀនចំពោះអ្នករៀននៅតែត្រឹមគណនេយ្យអីរដ្ឋបាលអីយើងប្រើមួយអែមតែបើខាង IT ខាងអីរៀងស្ទើរហើយដោយសារវាអត់មែនវា RAM ធំ SD ធំតែ graphic វាជាប់ទេអញ្ចឹងណាអញ្ចឹងប្រើបានដូចគ្នាគ្រាន់តែពេលឆ្នាំទី2ទី3ទី4ទៅវារៀងយ៉ាប់បន្តិចបាទតែបើយើងយកប្រភេទ gaming ទៅរៀនខាងហ្នឹងវិញល្អជាងបាទអានេះគឺមកជាមួយនឹង USB មកខ្សែ port internet មួយហើយ adapter បាទ adapter វា Type C បងប្អូនបាទ65 W បាទហើយខាងនេះមានប៊ិចមួយដែរបងប្អូនបាទប៊ិចសម្រាប់ពួកអីអេក្រង់វា touch screen ភ្លេចបញ្ជាក់បងប្អូននេះប៊ិចរបស់វាខ្ញុំអត់បានបើកប្រអប់ឲ្យបងប្អូនមើលទេប៊ិចដោយសារទុកឲ្យភ្ញៀវគាត់ unboxing ខ្លួនឯងខ្ញុំតិចទៀតខ្ញុំទាញកតាបើស្លៀវគេហៅស្រោមវាទេបងប្អូនបាទហើយពណ៌នេះបងប្អូនមើលពណ៌រៀងទឹកប្រាក់តែគាត់ថាវាជាប្រភេទសាច់កណាត់ស្បែកហ៎បងប្អូនបាទឥឡូវយើងបញ្ចប់unbox ប៉ុណ្ណឹងយើងទៅមើលរូបរាងបាទនេះខ្ញុំហែកថង់ច្រកវាចេញសិនតម្លៃខ្ទង់1300អីទេបងប្អូនបាទតម្លៃថ្លៃគួរសមដែរគ្រាន់តែវាស្ពេចក៏រៀងខ្ពស់ដែរអញ្ចឹងណាអេក្រង់ក៏រៀងច្បាស់ល្អគ្រាន់តែអត់មាន VGA ដាច់ទេបាទហើយបងប្អូនមើលខ្នងវាបងប្អូនបាទខ្នងវាមានកលាកាត់អញ្ចឹងបងប្អូនឃើញខ្ញុំផ្អៀងកាមេរ៉ាទៅឃើញឆ្នោតទេបាទឆ្នោតប្រមាណខ្សែហ្នឹងបាទអញ្ចឹងវាធ្វើ line highlight អញ្ចឹងទម្ងន់1គីឡូ2អីទេបងប្អូនស្រាលបាទព្រោះនេះបាទហើយតនេះគឺមាន Asus ZenBook logo អក្សរនៅគៀនខាងហ្នឹងដែរបាទបាទឥឡូវខ្ញុំកាត់មកដល់កន្លែងខ្ញុំបើកថង់បើកអីវាហើយបាទនេះអេក្រង់វាគឺអញ្ចឹងវារៀងចាំងមកក្រោយបន្តិចតែពេលយើងបើកទៅលែងសើអីហើយយើងប្រើបានព្រោះវា OLED ផងវា Type ផងអញ្ចឹងហើយនេះគឺជា logo របស់
cái logo bỏ CPU ហើយនឹងមានសៀល warranty worldwide របស់ ASUS នៅស្រុកខ្មែរផងដែរ worldwide អាហ្នឹងគេហៅបាទខាងនេះមានតែ port USB មួយទេបាទអានោះកន្លែងបញ្ចេញកម្ដៅវាទេបាទតែខាងស្ដាំមាន port Type C ហើយនឹង HDMI បងប្អូនបាទឥឡូវខ្ញុំចុចបើកដើម្បីធ្វើការ test សិនព្រោះអីយើងត្រូវដាក់ Windows ដាក់កម្មវិធីអីចឹងណាអូខេចាំតិចបងប្អូនមកដំបូងអញ្ចឹងវារៀងយូរបើហើយ logo របស់ Zenbox វាធ្វើអញ្ចឹងបងប្អូនពេល start up យើងបើកដំណើរការមកបាទឃើញភ្លើងលើ keyboard ទេបងប្អូនបាទហ្នឹងភ្លើងពីក្រោម key ទេដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងអូខេបាទហ្នឹងអាកន្លែងនេះយើងអាច skip វាបានណាបងប្អូនយើងប្រើ comment ដើម្បីចូលទៅប្រើ comment អានេះយើងចុច shift លើ keyboard មកបាទហើយយើងចុច 10នេះវាចេញផ្ទាំងខ្មៅនេះមកហើយបងប្អូនវាយពាក្យ start ដក clear ហើយ ms សញ្ញាដក chh បាទចុច2មកបាទវាយពាក្យ local only ទៀតមកហើយ enter ទៅវាទៅបាទវាកាត់តែកន្លែងយើងរើសភាសារើសអីដើម្បីចូលដល់ Windows បាទអញ្ចឹងទៅនេះយើងដាក់ថា user មួយមក username ហើយយើងចុច enter បន្តទៀតបាទទៅនេះ next មួយទៀតមកអញ្ចឹងវាចំណេញពេលយើងដែរបងប្អូនបាទបាទអញ្ចឹងប៉ុណ្ណឹងបងប្អូនបាទសម្រាប់វីដេអូនេះបាទហើយសង្ឃឹមបងប្អូនចូលចិត្តបាទហើយជួយ subscribe ជួយ like ជួយ share វីដេអូនេះផងបងប្អូនបាទជួយ follow page មួយអ្នកមួយផងបាទសង្ឃឹមជាប្រយោជន៍សម្រាប់បងប្អូនមើលរូបរាងក៏ដូចជា spec មុនពេលបងប្អូនចង់ទិញ computer laptop អីបាទអរគុណសម្រាប់ការតាមដានបាទហើយនៅក្នុង channel ខ្ញុំក៏មានវីដេអូផ្សេងទៀតដែរបងប្អូនអាចចូលទៅមើលបានបាទជម្រាបលាបងប្អូនជួបខ្ញុំបានវីដេអូក្រោយបាយបាយ